នេះហើយជាការលុបលាងបាបរបស់ខ្ញុំអូទេជាផ្លូវឆ្ពោះទៅរកភាពមានបានតើនាងកំពុងនិយាយថានាងជាមនុស្សស្អាតស្អំចឹងហេចាស់មែនហើយធ្វើពុតបានល្អណាស់តើលើកក្រោយពឹកហាត់សម្ដែងឲ្យសមជាងនេះបន្តិចទៅសូមអបអរសាទរក្នុងការភ្ជាប់ជាមួយប្រព័ន្ធសង្គ្រោះតួអង្គប្រព័ន្ធសង្គ្រោះតួអង្គនេះជាស្អីទៅនេះចុះមានភារកិច្ចអីខ្លះជារង្វាន់ដ៏សាមញ្ញដែលមិនគួរឲ្យជឿតានេះតែមើលទៅមានប្រយោជន៍គួរសម្ដែងលុយចាយវាយប្រចាំខែរបស់ខ្ញុំមានតែ800យន់ប៉ុណ្ណោះសូម្បីតែទិញផ្លូវមន់ថែមមួយក៏មិនហ៊ានផងម្ចាស់ប្រព័ន្ធពេលនេះសល់ពេលមិនច្រើនទេគួរប្រញាប់ត្រឡប់ទៅរៀនវិញទៅមេអ្នកទាំងពីរអ្នកនឹងហេតុអីក៏មកយឺតម្លេះពិន្ទុវត្តមានប្រចាំថ្ងៃច្បាស់ជាត្រូវដកហើយអ៊ុនស៊ីកូនកើតអីហ្នឹងគឺខ្ញុំមិនប្រយ័ត្នដួលខ្លួនឯងចូលទៅចុះងាប់ហើយមានតែត្រូវអង្គុយចិត្តតួឯកស្រីហើយដោយសាររឿងមិញនឹងធ្វើឲ្យក្នុងចិត្តខ្ញុំពេលនេះភ័យមិនទេស្មានមិនត្រូវតតែសោះថាគេកំពុងគិតអ្វីបន្ទាប់ទៅនេះជាភារកិច្ចក្នុងថ្នាក់រៀនគឺត្រូវចាប់ដៃគូគ្នា2នាក់អាណេកមិត្តរួមថ្នាក់អ៊ុនស៊ីអាចចាប់ដៃគូមួយខ្ញុំបានទេអូអរគុណព្រះជាម្ចាស់ដែលមិនត្រូវគេសរសេររបាយការណ៍ទុកឲ្យខ្ញុំចុះនាងគ្រាន់តែជួយប្រម៉ូទិន្នន័យបានហើយទទួលបញ្ជាមិនគិតចង់ធ្វើខ្លួនដូចកំពុងធ្វើការឬផ្អែកលើការវិភាគទៅតាមគំរូទិន្នន័យពួកយើងអាចទាញបានសេចក្តីសន្និដ្ឋានដូចខាងក្រោមការវិភាគរបស់ក្រុមមួយនេះល្អខ្លាំងណាស់តើភាពច្នៃប្រឌិតនេះជាគំនិតរបស់សិស្សម្នាក់ណាចប់ម៉ោងចាំមកជួបគ្រូបាទមូសៀវចៅមិននឹកស្មានថាបានរែងថានឹងជាសិស្សបានថ្នាក់ហេក៏ព្រោះតែបានអ៊ុនស៊ីជួយទើបមូសៀវចៅគ្រាន់តែដេកយកកម្លាំងលេងសោះក៏ឈ្នះដែរអ៊ុនស៊ីម្នាក់នោះពិតជាខ្លាំងមែនមូសៀវចៅឯងហ៊ានធ្វើកោធ្វើថ្លង់ដាក់យើងផងនិយាយមួយយើងមកមើលងាប់ហើយមែនទិន្នន័យទាំងអស់គឺគេជាអ្នកធ្វើតែម្នាក់ឯងតើស្ដេចមុនអាគមពួកកាកសំណយោចាំមែនមិនទុកឱកាសឲ្យខ្ញុំបន្តិចតតែសោះមែនទេលេងខហើយចូលទៅនិយាយគ្នាឲ្យដឹងស្មើតែម្ដងទៅអាយសុំទោសមានការអីមែនទេគឺខ្ញុំគ្រាន់តែចង់មកអរគុណព្រោះបាននាងជួយចាប់ដៃគូទៅពិន្ទុចេញមកល្អបែបហ្នឹងខ្ញុំនៅមានរឿងចង់ប្រាប់នាងទៀតរឿងដែលធ្លាប់ធ្វើបាបនាងកន្លងមកខ្ញុំពិតជាសុំទោសខ្ញុំមិនបានកុហកនាងទេថ្ងៃមុខខ្ញុំមិនធ្វើរឿងដែលបង្កការជឿចាប់ដល់នាងទៀតឡើយសូមជឿជាក់លើខ្ញុំបានអត់ពេលនេះខ្ញុំគ្មានអារម្មណ៍មិនចង់និយាយរឿងហ្នឹងជាមួយនាងទេទីនេះគិតចង់ដេញខ្ញុំចេញមិនលះបង់អ្វីម្យ៉ាងទេនោះគឺទៅមិនរួចហេខ្ញុំដឹងថានាងប្រហែលជាមិនអត់ទោសឲ្យខ្ញុំទេប៉ុន្តែសូមផ្ដល់ឱកាសឲ្យខ្ញុំបានអត់ទេឧទាហរណ៍ប្រាប់ឲ្យខ្ញុំធ្វើអ្វីមួយដើម្បីនាងធ្វើអ្វីក៏បានទាំងអស់អ្វីក៏បានទាំងអស់មែនទេចឹងដើរមកនេះហើយហាប់មាត់ឡើងជូណានៅក្នុងពេញប៉ោះនេះមិនក៏មានដាក់ទឹកក្រូចឆ្មាចឹងតើនេះជាម្ហូបចម្លែកអីហ្នឹងពេញប៉ោះនៅអាហារដ្ឋានថ្ងៃនេះមិនឆ្ងាញ់ទេនាងជួយញ៉ាំឲ្យអស់ជំនួសខ្ញុំហាមខ្ជាក់ចេញមកក្រៅយោទេរឹងអណ្ដាតអស់ហើយនេះប៉ុន្តែឲ្យតែអាចធ្វើឲ្យគេបាត់ខឹងគឺមិនខាតទេចាស់ប្រព័ន្ធធ្វើបានល្អតាមានអារម្មណ៍ថាអស់កម្លាំងល្វើយក្នុងខ្លួនបន្តិចទៀតត្រូវតែទិញការ៉េមួយដើម្បីលើកទឹកចិត្តខ្លួនឯងនាងពិតជាចង់បានការអភ័យទោសពីខ្ញុំណាស់សម្ដីមិនអាចយកជាការបានទេខ្ញុំចង់ឃើញពីទង្វើបើទៅមុខទៀតនាងអាចធ្វើរឿងរ៉ាវជាច្រើនជំនួសខ្ញុំបានតើនាងនឹងអត់ទោសឲ្យខ្ញុំមែនទេតាមអារម្មណ៍ចាំពិចារណាលើកទោសឲ្យម្ដងមើលទៅគេដូចជាមានអារម្មណ៍ល្អៗចំពោះនាងបន្តិចវិញហើយប៉ុន្តែនៅមិនទាន់ឈានដល់កម្រិតស្តង់ដារដែលត្រូវសម្រេចភារកិច្ចទេឆ្មាមានអារម្មណ៍ថាថ្ងៃក្រោយម្ចាស់ប្រព័ន្ធប្រហែលជាត្រូវហត់នឿយលំបាកបន្តិចហើយណាមិនអីទេខ្ញុំបានត្រៀមរួចរាល់ហើយម្ចាស់ប្រព័ន្ធឆ្មាសូមណែនាំនាងរកឱកាសបង្ហាញការយកចិត្តទុកដាក់ពីគេឲ្យបានច្រើនមនុស្សងាយនឹងវិវត្តទៅជាអារម្មណ៍នៃការពឹងផ្អែកក្នុងអំឡុងពេលងាយរងគ្រោះតើអ៊ុនស៊ីដែលមានចំណុចខ្សោយចឹងដែរគឺកន្លែងនោះឯងបើកទៅបុកវាទៅស្អីគេមិនហ៊ានបុកយើងបានសាកល្បងវិធីច្រើនហើយក៏នៅតែមិនអាចឲ្យគេកាច់ឈួតបានពួកលបសិតអស់នេះហ៊ានចង់បុកអ៊ុនស៊ីផង
អូនស៊ីប្រយ័ត្នឈួតណាស់វើយមិនក៏មិនមើលផ្លូវចឹងអាវថ្មីយើងត្រូវទឹកផ្លែឈើឯងប្រឡាក់អស់ហើយឯងត្រូវតែសងអាវថ្មីឲ្យយើងវិញណែយើងកំពុងនិយាយជាមួយឯងណាឯងដឹងថាអាវមួយនេះតម្លៃប៉ុន្មានទេប្រញាប់សងលុយភ្លាមល្មមបានហើយតាមពិតនាងជាអ្នកបុកគេខ្លួនឯងសោះចង់ងាប់មែននឹងតើឯងឈរនៅខាងណាម្ចាស់ប្រព័ន្ធឈួតហើយឬឆាប់រកវិធីកែខៃស្ថានការទៅធានជឺកាមេរ៉ាសាឡាគឺកំពុងតែថតចំកន្លែងនេះណាបើកបរិញ្ច្រាស់ទីទៅបុកគេបើការិយាល័យដឹងរឿងនេះតើឯងនៅតែចង់ឆ្លោះគ្នាទៀតហេញ៉ាទុកសិនចុះឯងអាយអូនស៊ីតើជើងរបស់នាងត្រូវការទៅបន្ទប់មន្ទីរពេទ្យរំរបួសបន្តិចទេហេតុអ្វីបានជាជួយខ្ញុំឃើញនាងត្រូវបានឡោមព័ទ្ធនៅទីនេះនឹងហើយនេះក៏មិនមែនជាហេតុផលសម្រាប់នាងដើម្បីមកជ្រៀតជ្រែកដែរក្រែងនាងជាបាក់ពួកខាងសុងជូពួកគេហើយឆេវឆាវមួយពេលមានបានគិតដល់លទ្ធផលចុងក្រោយឬអត់ខ្ញុំបានប្រាប់អ្នកឲ្យធ្វើអ្វីមួយសម្រាប់ខ្ញុំប៉ុន្តែខ្ញុំមិននឹកស្មានថាអ្នកគ្មានគំនិតបែបនេះទេពិតជាមនុស្សឆោតល្ងងម្នាក់មែនហើយខ្ញុំមិនបានល្ងងផងមានតែមនុស្សល្ងងទេដែលមិនដែលគិតថាខ្លួនឯងល្ងងនោះយ៉ាងណាក៏ដោយមកលាងសម្អាតរបួសសិនទៅពិតរួចរាល់ហើយថ្ងៃនេះនាងប្រហែលជានៅមានការរវល់អញ្ចឹងខ្ញុំមិនរំខាននាងទៀតទេចាំបន្តិចសិននាងមកតាមខ្ញុំបន្តិចខ្ញុំមានរឿងខ្លះចង់និយាយមិត្តរួមថ្នាក់អូនស៊ីរឿងកាត់សក់នៅក្នុងបន្ទប់ចាស់នោះខ្ញុំគឺយល់ច្រឡំលើនាងហើយពីមុនខ្ញុំគិតថានាងកំពុងលេងសើចនឹងខ្ញុំប៉ុន្តែឥឡូវខ្ញុំដឹងហើយថាវាជាការយល់ច្រឡំប្រកាសជាចឹងហើយអូនស៊ីការដែលខ្ញុំសុំទោសនាងគឺជាពាក្យចេញពីចិត្តតែរឿងនេះមិនអាចបញ្ចប់ទៅដោយបែបហ្នឹងបានទេខ្ញុំមិនចូលចិត្តជំពាក់គុណនរណាម្នាក់ឡើយថ្ងៃនោះខំត្រចៀកនាងធ្វើឲ្យមានរបួសខ្ញុំសុំទោសណាវាពិតជាឈឺមែនបើនាងមានចិត្តប្រកាន់អាចយកភាពឈឺចាប់នេះមកឲ្យខ្ញុំវិញនាងក៏ធ្វើដាក់ខ្ញុំម្ដងមកបែបនេះគឺស្មើភាពគ្នាហើយនេះឲ្យខ្ញុំខំទៅវិញហ៎នាងក៏ធ្វើដាក់ខ្ញុំម្ដងមកបែបនេះគឺស្មើភាពគ្នាហើយនេះឲ្យខ្ញុំខំទៅវិញហ៎នាងខ្លាចខ្ញុំឈឺទើបមិនហ៊ានប្រើកម្លាំងមែនទេខ្ញុំលែងប្រកាន់ហើយអាទេនេះមើលទៅមិនមែនជាការថាបគ្នាឯតាតែថាខ្លួនរបស់គេប្រអប់ណាស់ខ្ញុំមិនបានទន់ខ្សោយដូចដែលនាងគិតទេតែឱកាសគឺមានតែម្ដងបើនាងមិនព្រមប្រើកម្លាំងខំកនហើយចុះមេឃសូមអបអរសាទរភារកិច្ចជោគជ័យលុយ10000យ៉នលាហើយអាហារសន្សំសំចៃសាច់ដុតតែគួចខ្ញុំមកហើយនាងកំពុងសើចអីគឺមកពីនាងព្រមលើកលែងឲ្យខ្ញុំនឹងហើយខ្ញុំមិនទាន់នឹងអត់ទោសឲ្យនាងឯណារឿងយកច្រឡំក៏ជំរះតែរឿងដែលនាងធ្លាប់បានធ្វើនោះចុះតើខ្ញុំត្រូវធ្វើបែបណាទើបនាងព្រមលើកទោសពីស្រួលណាស់ធ្វើតែដូចពីមុនទៅធ្វើការឲ្យខ្ញុំធ្វើរហូតដល់នាងពេញចិត្តឬតើខ្ញុំមើលទៅដូចមនុស្សអាក្រក់ដែលដេញឲ្យនាងទៅទិញរបស់មិនឆ្ងាញ់ដើម្បីធ្វើបាបនាងអញ្ចឹងជួបគ្នាថ្ងៃក្រោយប្រព័ន្ធភារកិច្ចមុនធ្វើរួចហើយចុះនៅមានភារកិច្ចផ្សេងទៀតអត់កុំប្រញាប់អីចាំឆ្មារកឆ្វាច់ប្រព័ន្ធចាប់ឆ្នោតផ្សងសំណាងត្រូវបានបើកជប់សិននេះលេងមែនតើហ៎ឲ្យខ្ញុំទៅវាសុំជួបគេជាអ្នកក្បាច់គុណណាប្រព័ន្ធឯងនេះពិតជាធ្វើបាបខ្ញុំមែនតើណ៎ហើយចុះជ្រើសយកទី1ចុះត្បិតថាមិនដឹងពីចំណង់ចំណូលចិត្តរបស់គេតែយ៉ាងហោចណាស់ក៏អាចរក្សាជីវិតបានជួបគ្នាលើកក្រោយត្រូវតែតែងខ្លួនឲ្យគួរឲ្យស្រឡាញ់បំផុតតែម្ដងជំរឿដំបូងរបស់ខ្ញុំប្រសិនបើនាងហាប់មាត់និយាយមុនទៅហើយនោះអ្នកនាងព័ត៌មានដែលអ្នកនាងត្រូវការបានប្រមូលមកហើយប៉ុន្តែព័ត៌មានតាក់ទងនឹងសុងជូជូគឺកំពុងស្ថិតនៅក្នុងការប្រមូលបន្ថែមទៀតនាងបន្តប្រមូលចុះអ្នកនាងតើអ្នកនាងមានគម្រោងយកភស្តុតាងនេះរាយការណ៍ទៅសាលាទៀតទេយើងបានព្យាយាមច្រើនដងហើយតែមិនធ្លាប់ទទួលបានជោគជ័យសោះសុងជូជូម្នាក់នេះគឺមានល្បិចកលនឹងខ្សែក្នុងមិនធម្មតាមិនដែលចេញមុខធ្វើដោយខ្លួនឯងឡើយចុងក្រោយសាលាក៏បានត្រឹមចាត់ទុកថាជាចំនួនតូចតាចរបស់សិស្សតើយើងនឹងទុកវាចោលបែបនេះមែនទេតើឯងមិនយល់ថាវាចម្លែកទេនៅតំបន់នេះមនុស្សដែលដឹងពីរឿងយើងគឺមិនច្រើនទេការដែលសុងជូជូតាមព្យាបាទយើងដល់ថ្នាក់ហ្នឹងប្រហែលជាមានហេតុផលផ្សេងទៀតយើងសង្ស័យថាគេមានអ្នកដែលនៅពីក្រោយខ្នងមនុស្សនោះគ្រាន់តែរងចាំយើងបះបោរប៉ុណ្ណោះដើម្បីឲ្យយើងធ្លាក់ក្នុងអន្ទាក់គេផែនការរបស់អ្នកនាងមើលទៅស្មុគស្មាញជាងអ្វីដែលបានលើកឡើងទៅទៀតអូត្រូវហើយអានឡានមកនេះជួយយករបស់នេះទៅរក្សាទុកដាក់ឲ្យបានល្អបិទស្គុតឲ្យស្អាតហើយយកទៅដាក់ក្នុងសំរូបថតអ្នកនាងតើនេះជាអ្វីវត្ថុអនុស្សាវរីយ៍ងាប់ហើយភ្លេចខ្លួនតែបន្តិចក៏មកយឺតបាត់តួអង្គស្រីសុំគុំខឹងអីណា
នាងទៅអបឆ្មាសម្បូរ3ពណ៌នោះបន្តិចមើលឆ្លាតកុំខ្លាចតើខ្ញុំមានរាសីដាក់ស៊ុយអីម្លេះទេហាសុំទោសផងខ្ញុំចាប់វាមិនជាប់ទេនាងធ្វើឲ្យឆ្មារបស់ខ្ញុំភ័យរត់បាត់ហើយឥឡូវខ្ញុំបានបាត់ឆ្មាមួយក្បាលហើយតើនាងគួរធ្វើយ៉ាងម៉េចខ្ញុំនឹងទៅចាប់វាមកវិញឈប់គិតទៅឆ្មារបស់ខ្ញុំខ្វះមួយក្បាលនាងមកជំនួសកន្លែងវាទៅខ្ញុំប្រាប់ហើយថានាងគួរតែស្លៀកឈុតកូនឆ្មាស្រីមេខ្ញុំស្ដាប់មិនសូវច្បាស់ទេមេហេតុអ្វីបានជាត្រូវធ្វើឲ្យលំអិតម្លេះមិត្តរួមថ្នាក់អូនស៊ីប៉ុណ្ណឹងបាននៅកូនឆ្មានិយាយភាសាមនុស្សតើសំហេតុផលដែរឬទេឆ្មាដែលស្ដាប់បង្គាប់គឺមានរង្វាន់ឲ្យតាមពិតនាងមើលទៅទន់ភ្លន់គួរឲ្យស្រឡាញ់ណាស់ជប់ធ្វើបាបនាងហើយខ្ញុំមានអារម្មណ៍ថាធូរស្រាលជាងមុនច្រើនកុំតន់ឲ្យទៅអីសរសើរខ្ញុំមួយម៉ាត់សិនចាំទៅណាតើចង់ផឹកអ្វីខ្ញុំមិនសូវចេះញ៉ាំអ្វីដែលល្វីងខ្លាំងពេកទេយកទឹកស្ទ្រូប៊េរីបានហើយខ្ញុំយកកាហ្វេខ្មៅអតិថិជនលេខ32ភេសជ្ជៈបានធ្វើរួចរាល់ហើយអាយ៉ាសុំទោសមិនអីទេគឺមកពីខ្ញុំខ្លួនឯងមិនបានមើលផ្លូវនាងជាដូចមិនធ្លាប់ជួបគេជាមុនមកសោះហេតុអ្វីក្នុងចិត្តស្រាប់តែព្រឺសម្បូរខ្លាចបែបនេះគឺសៀស៊ូអ៊ីសិស្សច្បងស្រីឬថាបងហៀបនឹងចូលក្នុងសិល្បៈសម្ដែងរឿងភាគខ្លីមែនទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រតាមពិតជាអ្នកល្បីក្នុងអ៊ីនធឺណិតសោះនាងស្គាល់គេអត់នឹងស្គាល់តើអូនស៊ីនាងក៏នៅទីនេះដែរហេខានជួបគ្នាយូរហើយណាពួកយើងដូចមិនស្និទ្ធគ្នាផងមិនចាំបាច់មានការគួរសមមកសួរនាំគ្នានោះទេម្នាក់នឹងជាអ្នកណានឹងគ្មានទុកមុខឲ្យស៊ាស៊ូអ៊ីសោះដូចជាម្នាក់ឈ្មោះអូនស៊ីកាលមុនធ្លាប់ឃើញនៅលើតារាងឈ្មោះសិស្សឆ្នាំដែរតើអូនស៊ីនាងនៅតែដដែលគ្មានអ្វីផ្លាស់ប្ដូរទេមួយរយៈនេះសុខសប្បាយអត់អូនស៊ីនាងមិនទាន់ផឹកទៀតឬបើមិនផឹកទេទៅជាអស់ហើយណាអូយល្វីងមេះហ្នឹងខ្ញុំដូចជាយកខុសកែវហើយនេះមិនមែនជាទឹកស្ទ្រូប៊េរីឯណាតែនាងផឹកហ្នឹងគឺជាកាហ្វេខ្មៅខ្ញុំតើចុះមិញនេះមិននាងមិនជួយរំលឹកខ្ញុំផងមិនអាចបន្ទោសខ្ញុំបានទេណាមិត្តរួមថ្នាក់មុខអ្នកដែលដើរទៅយកភេសជ្ជៈគឺនាងហើយអ្នកដែលដាក់កាហ្វេនិងទឹកផ្លែឈើខុសកន្លែងក៏ជានាងដែរមិនអាចមកប្អូនឯដាក់ខ្ញុំបានទេប៉ុន្តែគេច្បាស់ជាមានចិត្តណាធ្វើបាបដើម្បីចង់ឃើញខ្ញុំខ្មាស់គេនេះផឹកវាទៅដើម្បីកាត់ជាតិល្វីងមូសៀវចៅឯងមានបំណងប្រឆាំងនឹងយើងមែនទេខ្ញុំមិនបានប្រឆាំងទេខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំគួរធ្វើប៉ុណ្ណោះរឿងដែលឯងគួរធ្វើតើឯងមានសិទ្ធិស្អីមកធ្វើចរិតបែបនេះហាចែសងឲ្យឯងធ្វើអីឯងក៏ធ្វើនឹងទៅធ្វើជាឆ្កែត្រូវស្គាល់ពីឋានៈខ្លួនឯងផងបើគិតចង់ធ្វើបាបគេក៏ទៅធ្វើខ្លួនឯងទៅកុំមកឲ្យខ្ញុំធ្វើជាឆ្នោនោះ1 2 3 4 5គ្រប់ងាប់តើនេះមើលទៅពួកគេបានបដូរគ្រប់ហើយពួកគេច្បាស់ជានៅក្នុងគ្រប់ថ្មីជាខ្ញុំក្រុមក្មេងស្រីអ្នកមាននេះពិតជារំខានណាស់ចែសងអរុនសួស្ដីហើតិចទៀតចូលរៀនដណ្ដើមកន្លែងឲ្យយើងផងរឿងវេទនាបែបនេះទៀតហើយម្ចាស់រូបកាយដើមមិនដឹងធ្លាប់បានឆ្លងកាត់អ្វីខ្លះទេមូសៀវចៅឯងមិនមែនគិតចង់ដណ្ដើមកៅអីមួយជួរទៀតទេឬអត់ទេខ្ញុំគ្រាន់តែជួយពួកគេកាន់កាតាប៉ុណ្ណោះអូប្រាប់ឲ្យឯងជួយកក់កៅអីឲ្យពួកយើងតើហេតុអ្វីបានជាឯងទុកកាបូបរបស់ពួកយើងនៅកន្លែងដកកក់នេះខ្ញុំបានដណ្ដើមកៅអីឲ្យពួកឯងរួចហើយតើកន្លែងនេះមិនមែនជាកៅអីទេឯងជាមនុស្សងងមែនអ្វីដែលយើងចង់បានគឺចង់ឲ្យឯងចាប់កន្លែងល្អៗនោះមានអ្នកផ្សេងគេអង្គុយមូសៀវចៅឯងមានបំណងប្រឆាំងនឹងយើងមែនទេខ្ញុំមិនបានប្រឆាំងទេខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំគួរធ្វើប៉ុណ្ណោះរឿងដែលឯងគួរធ្វើតើឯងមានសិទ្ធិស្អីមកធ្វើចរិតបែបនេះហាចែសងឲ្យឯងធ្វើអីឯងក៏ធ្វើនឹងទៅធ្វើជាឆ្កែត្រូវស្គាល់ពីឋានៈខ្លួនឯងក៏ចង់ធ្វើបាបគេក៏ទៅធ្វើខ្លួនឯងកុំមកឲ្យខ្ញុំធ្វើជាឆ្នោនោះមេក្រុមសុំនឹងធានជាប៉ុណ្ណឹងបានហើយមូសៀវចៅក៏មិនបានធ្វើអ្វីធំឯងកុំធ្វើបាបគេខ្លាំងពេកអីតើអីក្នុងថ្នាក់រៀនដើមឡើយជាកន្លែងសាធារណៈតើមានហេតុផលអីដែលត្រូវចាប់ទុកឲ្យពួកឯងនោះប៉ះបល់ហើយសិតជាហ៊ានធ្វើឲ្យខ្ញុំខ្មាស់គេនៅកន្លែងសាធារណៈផងត្រូវតែប្រដៅគេចេញម្ដងទីនេះលោឡាខ្លាំងណាស់ពួកយើងចេញទៅក្រៅនិយាយគ្នាវិញមកលែងដៃខ្ញុំតើឯងចង់នាំខ្ញុំទៅណាចង់នាំខ្ញុំទៅណាងាប់ហើយ
មិញនេះខឹងមួយឆាវចេញចរិតសិនបាត់ទៅហើយធ្វើឲ្យសុងជួជូខឹងបាត់តារាងកាយនេះហេតុអីក៏អន់មេប្រព័ន្ធអាយវៈនេះអាចជួយសង្គ្រោះខ្ញុំបានទេសូមទោសផងម្ចាស់ប្រព័ន្ធការកំណត់មានកម្រិតឆ្មាមិនអាចមានសិទ្ធិបរិវត្តហ្វ្រៃទេដល់អាកន្លែងសំខាន់ក៏ពឹងមិនបានមានតែដេកបួងសួងរេចែសុងមនុស្សនាំមកហើយចរិតឯងមិនចង់មានន័យថាម៉េចហាបើខ្លាំងនិយាយឲ្យយើងស្ដាប់ម្ដងទៀតទៅខ្ញុំប្រាប់ហើយថាខ្ញុំមិនជួយពួកឯងធ្វើរឿងខ្វក់ទៀតទេចាប់ពីពេលនេះទៅគឺឈប់ធ្វើទៀតហើយខួរក្បាលកាច់ឈួតមែនឯងស្មានថាចង់ឈប់ធ្វើគឺនឹងឈប់បានតាមចិត្តហេកុំភ្លេចឲ្យសោះថាឯងធ្លាប់លូនមកអង្វរយើងឲ្យការពារឯងណាមើលទៅបើមិនប្រដៅឯងចេញទេឯងគឺមិនភ្ញាក់កំណត់ឡើយមិត្តរួមថ្នាក់សុងឈប់ភ្លាមជួយយេមិត្តតែម្នាក់គត់របស់ម្ចាស់ដើមដែលជាមនុស្សគ្មានណាគេមើលឃើញជាងខ្ញុំទៀតបងស្រីសុងសូមអង្វរកុំវាយសៀវចៅអីឲ្យតែមិនវាយគេខ្ញុំនឹងឲ្យលុយទៅបងស្រីអ្នកណាជាអ្នកដាក់កន្លិះទ្វារហាមិនបណ្ដោយឲ្យមនុស្សសម្រាមនេះចូលមកបានសុំទោសថ្ងៃក្រោយខ្ញុំនឹងដាស់តឿនឲ្យសៀវចៅស្ដាប់បង្គាប់សូមអង្វរពួកបងបានហើយវើយបើមានមនុស្សសូមអង្វរទៅហើយនោះថែមទាំងជាកន្លែងសើយបែបនេះទៀតលើកនេះណាហើយទៅចោះមូសៀវចៅចាំទុកណាយើងឲ្យឱកាសឯងតែម្ដងទៀតគត់លើកក្រោយបើនៅតែមិនកែខ្លួនទៀតគឺគ្មានសំណាងល្អបែបនេះទេពួកយើងទៅសៀវចៅឯងមិនអីទេហេពួកគេមានបានធ្វើឲ្យឯងរបួសដែរទេមិនអីទេមកពីឯងចង់ធ្វើខ្លាំងពេកនោះសុទ្ធតែជាអ្នកមានអំណាចប្រចាំសាលាដែលមិនអាចប៉ះពាល់បានសម្រាប់មនុស្សទន់ខ្សោយដូចជាពួកយើងវិធីការពារខ្លួនដែលល្អបំផុតគឺការស្ដាប់បង្គាប់កាលពីមុនក្រែងឯងយល់ដែរតាហើយណត់គំនិតនៅទីនេះពិតជាថប់ដង្ហើមដល់ហើយគ្រាន់តែស្ដាប់បង្គាប់ទើបអាចរស់បានពិតជាច្បាប់រស់រៀនដ៏គួរឲ្យអាសូរមែនសៀវចៅខ្ញុំគិតច្បាស់ហើយខ្ញុំមិនអាចទុកឯងឲ្យនៅម្នាក់ឯងបានទេបើខ្ញុំមិនតាមមើលឯងច្បាស់ជាធ្វើរឿងផ្ដេសផ្ដាសដូចថ្ងៃនេះមិនខានចឹងពួកយើងត្រូវគ្នាវិញឯងចង់សម្ដៅពីស្ទើរភ្លេចបាត់ទៅហើយម្ចាស់រាងកាយដើមធ្លាប់មានចំនួនជាមួយគេមកពីមូលហេតុអីទៅនេះអ្នកនាងតើកំពុងមើលអ្វីហ្នឹងមើលមនុស្សចម្លែកម្នាក់អាឡានបើមនុស្សម្នាក់ស្រាប់តែផ្លាស់ប្ដូរចរិតទៅជាមនុស្សផ្សេងទៀតតើឯងគិតថាមកពីមូលហេតុអ្វីខ្លះមនុស្សមានចរិតពីរប្រហែលហើយយើងពិតជាចង់ដឹងណាស់ថាមានអ្វីកើតឡើងចំពោះគេសុងជួម្នាក់នោះពិតជាហួសហេតុពេកហើយមិនបានចាត់ទុកខ្ញុំជាមនុស្សតតែសោះមិនមែនជួយាមកខាត់តន់ទេកុំអីខ្ញុំនឹងប្រយុទ្ធគ្នាជាមួយគេហើយវើយពិតជាចង់ដើរគេខ្លាំងណាស់ម្ចាស់ប្រពន្ធធោះបើផ្អែកលើសមត្ថភាពបច្ចុប្បន្នចង់ទៅវាឈ្នះគេគឺមិនបានទេណាសមត្ថភាពខ្ញុំទុកឲ្យឆ្មាជួយកញ្ញាតម្លៃទិន្នន័យរបស់នាងបន្តិចចុះស្អីគេសុទ្ធតែ4ហេលទ្ធផលអីក៏អន់មេះនេះមុខមាត់ដូចមិនអន់ទេអាម៉េចក៏មុនស្នេហ៍មានតែ4ពិន្ទុចឹងដោយសារតួនាទីរបស់នាងនៅក្នុងប្រឡំលោកគឺជាតួអង្គអាក្រក់មុនស្នេហ៍ក៏មិនអាចខ្ពស់បានទេណាទោះបីមានរូបរាងស្អាតប៉ុណ្ណាក៏គ្មានណាគេមើលឃើញដែរមានតែធ្វើភារកិច្ចបានសម្រេចទើបអាចឡើងតំណែងជាតួមានមុនស្នេហ៍អាចតាក់ទាញដល់តួឯកស្រីបានតាក់ទាញស្នេហ៍មិនបាច់មានក៏បានដែរខ្ញុំគ្រាន់តែចង់រស់នៅឲ្យបានល្អអូត្រូវហើយចុះភារកិច្ចដែលបង្ខំឲ្យអ៊ុនស៊ីសរសើរខ្ញុំថាគួរឲ្យស្រឡាញ់នោះស្រីរឹងរូសម្នាក់នេះគ្រាន់សរសើរតែមួយម៉ាត់អាចស្លាប់ឬប្រព័ន្ធតើកម្លាំងកាយប៉ុន្មានពិន្ទុទើបអាចទៅវាឈ្នះសុងជួបាន5ពិន្ទុគឺជាកម្រិតកម្លាំងកាយមធ្យមរបស់មនុស្សទូទៅជាមធ្យមសម្រាប់បុរសគឺប្រហែល 5.5 ជាមធ្យមសម្រាប់ស្ត្រីគឺប្រហែល 4.5 កុំបារម្ភអីម្ចាស់ប្រពន្ធធ្វើឆ្មានឹងជួយរកវិធីឡដើម្បីទទួលបានពិន្ទុបន្ថែមខ្ញុំនឹងស៊ូខំប្រឹងបន្តតាមញ៉ៃញ៉ងអ៊ុនស៊ីឲ្យបានសៀវចៅនៅដែរទេសមាគមនៅទីនេះមានច្រើនប្រភេទខ្លាំងណាស់នេះហើយជាជីវិតរស់នៅក្នុងមហាវិទ្យាល័យមើលចុះនោះសិស្សច្បងស្រីសៀសួរអីតាចង់ស្អាតជាងតារាចិនទៅទៀតឲ្យតែចូលរួមក្នុងផ្នែកស្រាវជ្រាវរូបវិទ្យារបស់ពួកយើងនាពេលអនាគតនឹងមានឱកាសជាច្រើនដើម្បីវឹកហាត់ហេតុអ្វីបានជាខ្ញុំភ័យម្លេះរាងកាយរបស់ខ្ញុំហាក់កំពុងតែប្រឆាំងនឹងគេទាំងគ្មានហេតុផលសោះជូយេសៀវចៅរឿងស្រឡាញ់ថាយកទៅគិតសិនចុះពេលនេះគិតរួចហើយនៅរឿងហ្នឹងតើតាមខ្ញុំមកទីនេះជាមួយខ្ញុំសហគមន៍មេនកាសៀវចៅខ្ញុំនឹកគ្រាការដែលយើងអានមេនកាជាមួយគ្នានៅវិទ្យាល័យណាស់លើឡើងដល់មហាវិទ្យាល័យហើយតើអាចបន្តមើលជាមួយឯងទៀតបានទេដំបូងខ្ញុំចង់ដឹងថាអ៊ុនស៊ីបានដាក់ពាក្យទៅសហគមន៍ណាមុនពេលសម្រេចចិត្តចឹងក៏ចឹងទៅចាត់ទុកថាកំដរជូយេទៅចោះល្អណាស់ទោះឡើងដល់មហាវិទ្យាល័យក៏ពួកយើងអាចនៅជាមួយគ្នាបានជូយេបាយចិត្តទៅបានហើយហេសិស្សប្អូនស្រីសូមស្វាគមន៍មកកាន់គ្រួសារខ្ញុំអំណោយស្វាគមន៍សម្រាប់ពួកនាងខ្ញុំបានរចនាវាដោយផ្ទាល់ដៃឈ្មោះថាមន្តអាគមគំនូជីវចរកុមារីហាហាខ្ញុំក៏បានចុះឈ្មោះដែរវត្ថុអនុស្សាវរីយ៍គួរតែមានចំណែកដែរហើយមែនទេមិត្តរួមថ្នាក់អ៊ុនស៊ីនាងទៅដងទឹកដែរមែនទេអ៊ុនស៊ីធំទឹកធ្ងន់ខ្លាំងណាស់ណាបន្តិចទៀតចាំខ្ញុំជួយនាងចុះជួយខ្ញុំខ្លួននាងតូចដូចស្រមោចចឹងគួរតែខ្ញុំជាអ្នកជួយនាងជាងពិតជាមិនអាចប្រកែកបានមែនគួរឲ្យស្អប់បែរជាត្រូវស្រីម្នាក់នេះមើងងាយទៅវិញនេះលេងមានពាក្យហាស្ដីហើយឬបែបនេះមិនកើតទេត្រូវក្តោបក្តាប់ឱកាសនៅក្បែរតួឯកស្រីឲ្យស្និទ្ធជាងនេះអ្វីដែលបានកើតឡើងនៅថ្ងៃនេះពិតជាមិននឹកស្មានដល់មែនស្មានមិនដល់ថាសមាគមនិស្សិតបែរចង់ដណ្ដើមយកទីធ្លារបស់ពួកយើងប្រធានសហគមន៍ក៏មិនចេញមកហាមឃាត់សោះធ្វើឲ្យប្រធានក្លឹបពួកយើងពិបាកចិត្តខ្លាំងណាស់យ៉ាប់អាលហោតែសម្រាប់ខ្ញុំវិញយល់ថាវាត្រូវនឹងចរិតរបស់គេខ្លាំងណាស់
ប៉ុន្តែរឿងទាំងនេះមិនសូវមានអ្វីតាក់ទងនឹងនាងទេមិនអាចទេចាក់ប្រធានបទទៀតហើយប្រធានបទអីក៏មិនអាចអូសបន្លាយបានយូរដែរអ៊ុនស៊ីតើនាងជាអ្នកកាត់សម្លាប់ប្រធានបទសន្ទនាមែនទេគួរតែបន្ទោសខ្លួនឯងដែលការនោះមិនខំប្រឹងអានសៀវភៅមានដឹងពីព័ត៌មានលម្អិតទាំងអស់មានតែទីផ្សងសំណាងទេជួយខ្ញុំបន្តិចទៅមិនជួយទេពឹងមេឃពឹងដីមិនស្មើនឹងពឹងលើខ្លួនឯងមិនអីទេអ៊ុនស៊ីនាងត្រឡប់ទៅវិញមុនចុះខ្ញុំពឹងលើខ្លួនឯងក៏បានដែរសុំទោសខ្ញុំពិតជាគ្មានបំណងមែនខ្ញុំពិតជាគ្រាន់តែចង់លើកធំទឹកមែនស្មានមិនដល់ថាប្រែក្លាយជាបែបនេះចប់សពគ្រប់ហើយអួយជួយខ្ញុំសម្អាតវាផងភារកិច្ចនេះហាក់ដូចជាពិបាកជាងអ្វីដែលខ្ញុំស្រមៃទៅទៀតចាស់ទ្រាំឲ្យបានមិនអាចបំផ្លាញទំនាក់ទំនងល្អជាមួយតួឯកស្រីបានទេខ្ញុំនឹងមិនធ្វើកំហុសឆ្គងបែបនេះម្ដងទៀតទេចម្លែកមែនមិនក៏បេះដូងលោតញាប់ខ្លាំងម្ល៉េះសម្ពុតគឺបានជូតហើយចុះជើងខ្ញុំវិញនោះជើងក្បាលជង្គង់ក៏ត្រូវនាងធ្វើឲ្យសមហើយមកនេះជូតវាឲ្យខ្ញុំមកអ៊ុនស៊ីកំពុងសម្លឹងមើលមកខ្ញុំក្លិនខ្លួនទឹកអប់លាយនឹងចំហាយទឹករបស់គេខ្ញុំពិតជាចង់មិនដឹងនាងកំពុងតែអ៊ីនមែនទេអ៊ីនដាក់ខ្ញុំចាប់បានបាត់ខ្ញុំចង់បកស្រាយថាមិនមែនខ្ញុំឃើញគោលផ្លូវរបស់គេទៅមុខក្រហមទេប៉ុន្តែខួរក្បាលល្ងីល្ងើអស់ហើយតើគេអាចនឹងស្អប់ខ្ញុំទេមិត្តរួមថ្នាក់មូពិតជាគួរឲ្យស្រឡាញ់មែនមិញនេះនិយាយថាអីហ្នឹងនិយាយថានាងគួរឲ្យស្រឡាញ់នឹងហើយមិត្តរួមថ្នាក់មូសៀវចាវគួរឲ្យស្រឡាញ់ជាងអ្វីដែលខ្ញុំគិតទៅទៀតឯងចង់ងាប់មែនហ៎អ្នកណាគេវើយប្រុងបង្ខំឲ្យខ្ញុំធ្វើរឿងមិនល្អទៀតហើយសត្រូវគ្នាច្រើនឲ្យខ្ញុំខ្លួនមួយតែខ្លាំងក្លាឲ្យខ្ញុំទុនខ្សោយបីបដិសេធចំចំមុខក៏គ្មានប្រយោជន៍ដែរចែសុងប្រកាសជាមានល្បិចដើម្បីបង្ខំខ្ញុំរាងកាយទុនខ្សោយរបស់ខ្ញុំមិនអាចទប់ទល់បានទេទោះបីទៅក៏ដោយខ្ញុំដាច់ខាតគឺមិនអាចធ្វើបាបអ៊ុនស៊ីឡើយទៅមុនពេលដែលសមត្ថភាពរបស់ខ្ញុំកើនឡើងខ្ញុំត្រូវរក្សាតុល្យភាពឲ្យបានល្អមិនអាចទុនជ្រីពេកទេហើយក៏មិនអាចធ្វើខ្លាំងពេកដែរដាច់ខាតមិនអាចឲ្យគេមកធ្វើអ្វីស្រេចតែចិត្តលើខ្ញុំបានឡើយយឺតមេះវើយហ៊ានឲ្យពួកយើងចាំអញផងមូសៀវចាវឯងមុខក្រាស់អស់លេខដាក់ម៉ងខ្ញុំមុខក្រាស់ក៏មិនដល់ចែងដែរលើកមុនចែសុំធ្វើល្អដាក់ឯងបន្តិចឯងក៏គិតថាខ្លួនឯងអស់ចាស់ហើយមែនទេទៅភ្លាមទិញភេសជ្ជៈមកឲ្យពួកយើងឯងដឹងថាពួកយើងចូលចិត្តផឹកអីតើហើយកុំទិញច្រឡំឲ្យសោះមិនអីទេរាងកាយមិនសូវស្រួលខ្លួនផងជើមានរឿងណាស់ទ្រាំមួយគ្នាសិនទៅអ៊ុនសៃគេមិនក៏នៅទីនេះខ្ញុំគ្រាន់តែដើរកាត់ប៉ុណ្ណោះនាងមកស្ទាក់ផ្លូវខ្ញុំធ្វើអីស្ទាក់ធ្វើស្អីឯងមិនដឹងខ្លួនទេឬអ្នកណាឲ្យឯងហ៊ានប្រើសម្ដីបែបនេះនិយាយជាមួយយើងមកគ្រូសារស់នៅក្នុងបន្ទប់ជួលសោះនៅមិនដឹងខ្លួនទៀតនៅខាងក្រៅណាប៉ារបស់យើងជាប្រធានក្រុមហ៊ុនណាវើយនៅសាលារៀនគ្រូក៏ស្ដាប់តែបញ្ជាយើងដែរប្រសិនបើឯងចេះបន្ទាបខ្លួនតាំងពីដំបូងយើងអាចនឹងលើកលែងឲ្យចុះបើខ្ញុំមិនរៀនវានោះឯងចង់ងាប់មែនហាអ្នកណាគេវើយអូហូប្រធានថ្នាក់សុំទោសផងតែខ្ញុំរអើលូសៀនគឺឯងមានបំណងប្រធានថ្នាក់សុងឯងដូចជាចង់ទម្លាក់កំហុសមកខ្ញុំហើយខ្ញុំលេងវាបាល់គឺមិនដែលចំពោះដល់ល្អម្ដងណាទេពិតជាសុំទោសមែនណាម្យ៉ាងទៀតឯងឈប់ពីងនៅពីមុខអ៊ុនស៊ីយូយ៉ាងនេះប្រសិនបើឯងមិនបានរារាំងវាទេបាល់របស់ខ្ញុំក៏មិនប៉ះឯងដែរចាំមើលចុះឯងនៅធ្វើអីទៀតឆាប់ទៅយើងអ៊ុនស៊ីនាងមិនអីទេហេអរគុណរឿងតូចតាចទេតើមិនបានជានាងត្រូវពួកគេតាមញញ៉ៃទៀតហើយតើខ្ញុំមិនបានប្រាប់នាងទេអីថាបើជួបរឿងបែបនេះត្រូវមកប្រាប់ខ្ញុំនោះខ្ញុំនឹងការពារនាងអរគុណហើយតែមិនបាច់រំខានដល់នាងទេអ៊ុនស៊ីខ្ញុំដឹងថានាងចង់រឹងមាំប៉ុន្តែពេលខ្លះត្រូវរៀនពឹងផ្អែកលើអ្នកអតីតខ្លះផងនាងជាមនុស្សឯកាងាយរងនឹងត្រូវគេធ្វើបាបណាស់រឿងទាំងអស់នេះខ្ញុំអាចដោះស្រាយបានក៏បានប៉ុន្តែទៅថ្ងៃមុខនាងត្រូវប្រុងប្រយ័ត្នឲ្យបានច្រើនប៉ុនសុងជួម្នាក់នោះមិនមែនជាមនុស្សល្អទេមើលមកខ្ញុំធ្វើអីខ្សែភ្នែកមួយនោះមែនហើយឯលោកខ្ញុំក៏ជាសមាជិកនៃក្រុមមនុស្សអាក្រក់ដែរណាហើយចុះត្រូវប្រញាប់ចេញពីទីនេះអាក្រក់តូចតាចរស់នៅបានមួយថ្ងៃគិតមួយថ្ងៃសិនអួយវើមុខមេពិបាកដកដង្ហើមណាស់ងាប់ហើយមកពីចរហើថ្ងៃយូរពេកទើបបានជាត្រូវខ្យល់ចេញក្លិនក្រអូបដល់ហើយដូចជាក្លិនកាំលីសនៅរដូវប្រាំងចឹងស្គុំលេមិនចាំបាច់ប្រើកម្លាំងបន្តិចសោះសក់ទុនល្មើយណាស់មានផាសុខភាពល្អអារម្មណ៍បែបនេះដូចជាល្អខ្លាំងណាស់តើគេយ៉ាងម៉េចទៅហើយគ្រាន់តែងឹតមុខបន្តិចសម្រាប់មួយផ្លែគួរតែលេងអីហើយអ្នកណាឲ្យគេចូលដៃគ្នាជាមួយពួកអស់នោះសុំមុខហើយ
អរគុណនាងមិត្តរួមថ្នាក់លោកទីនេះទុកឲ្យខ្ញុំនៅបានហើយឯងនៅមានរឿងផ្សេងមែនទេចឹងប្រញាប់ទៅរវល់ចុះដឹងខ្លួនហើយនៅយឺតណាស់អូនស៊ីមិនក៏នាងនៅទីនេះកុំរើផ្ដេសផ្ដាស់មិញនាងទៅតែងងឹតមុខសន្លប់រំខានដល់នាងហើយបើដឹងចឹងល្អអូនស៊ីដូចជាមិនចូលចិត្តខ្លួនទេទោះបីជាយ៉ាងនេះក៏ដោយគេបែរជាសុកចិត្តនាំខ្ញុំមកបន្ទប់សម្រាប់ឬមួយគេក៏មានចរិតទន់ភ្លន់មែនត្រូវហើយខ្លាយហត់នឿយដែលខ្ញុំបីនាងមកមុននេះចាំទូទាត់ឲ្យខ្ញុំផងយីខ្ញុំមិនគួរមានក្តីសង្ឃឹមចំពោះគេសោះយកប៉ុន្មានខ្ញុំមិនខ្វះលុយទេប៉ុន្តែខ្វះអីផ្សេងលើកទី1គឺរឿងដែលឲ្យខ្ញុំអត់ទោសឲ្យនាងលើកទី2គឺរឿងដែលនាំនាងមកសម្រាប់នៅទីនេះមិត្តរួមថ្នាក់មូនាងជំពាក់គុណខ្ញុំ2ដងមកហើយតើត្រូវធ្វើអ្វីឲ្យប្រកបចាំខ្ញុំនឹកឃើញខ្ញុំនឹងប្រាប់នាងប្រកបជាមិនមែនជារឿងល្អទេទាំងអាយម្ចាស់ប្រពន្ធថោសូមអបអរសាទរចំពោះដំណើរស្វែងរកដែលអាចកំបាំងភារកិច្ចអាណិតស្រឡាញ់នឹងថែទាំតួឯកស្រីអនុញ្ញាតឲ្យតួឯកស្រីម៉ាសាជើងរបស់អ្នកតែភារកិច្ចនេះមានកំណត់ពេលច្បាស់លាស់ណាស់ម្ចាស់ប្រពន្ធត្រូវធ្វើឲ្យបានជោគជ័យក្នុងពេល1ម៉ោងណាអត្រូវហើយខាងលោកម្ចាស់តែងតែដាស់តឿនសួរនាំជានិច្ចតែអ្នកនាងបែរជាសម្ងំលាក់ខ្លួននៅកន្លែងនេះបើចង់ត្រឡប់ឯងក៏ទៅខ្លួនឯងទៅយើងនឹងមនុស្សផ្ទះនោះគ្មានអ្វីជាប់សាច់ឈាមនឹងគ្នាទេការម៉ាសារបស់អូនស៊ីមសឺមិញស្ទើរតែយកជីវិតខ្ញុំទៅបាត់ទៅហើយសូមអបអរសាទរម្ចាស់ប្រពន្ធថតបញ្ចប់ភារកិច្ចហើយរង្វាន់កំពុងតែបញ្ជូនមកសង្ឃឹមថាជារបស់ល្អទៅចុះបើមិនដូច្នោះទេខ្ញុំនឹងគួរឯងហើយទទួលបានរង្វាន់កម្រិតកំពូលក្បាច់គុណប្រយុទ្ធកម្រិតទូទៅនេះពិតជាអស្ចារ្យណាស់ទីបំផុតមិនបាច់ខ្លាចសុងជួពួកនោះទៀតទេដំបូងត្រូវដកខ្លួនចេញពីទូអាក្រក់បន្ទាប់មកខ្លាចជាមិត្តសម្លាញ់របស់អូនស៊ីទៅឲ្យលឿនមើលនៅស្ទាក់ស្ទើរអីហាសុងជួហៅខ្ញុំមកទីនេះគ្រាន់តែដោយសារអូនស៊ីមែនដោយសារស្រីម្នាក់នោះបានបំផ្លាញរឿងល្អរបស់យើងនោះជាកំហុសរបស់គេខ្លួនឯងស្មានតែយើងមិនដឹងថានៅពីក្រោយខ្នងយើងឯងធ្វើអីខ្លះហេព្រមទទួលយកទង្កម្មដោយសម្រួលទៅឬក៏ទុកឲ្យយើងបង្ខំឯងមូសៀវចៅបើគិតចង់ធ្វើស្អីក៏ហក់មកវើយមូសៀវចៅឯងហ៊ានវាយើងផងហេវាឯងគឺវាឯងហើយចាំបាច់រើសថ្ងៃរើសវេលាល្អដែរមែនមិននឹងអាចទៅសុកគេស្រាប់តែខ្លាំងបែបនេះឬមួយក៏ពីមុនសុទ្ធតែធ្វើពុតទាំងអស់ចែសុងមុខរបស់ចែមើលស្អីហ្នឹងមិនប្រយ័ត្នធ្វើឲ្យរបួសខ្លួនឯងតើគឺសៀវចៅជាអ្នកធ្វើមែនមិនអាចទៅរួចទេគាត់ស្ទើរតែដួលសន្លប់ទៅហើយសៀវចៅមនុស្សទន់ជ្រាយគ្មានបានការដូចជាឯងយើងលែងត្រូវការឯងទៀតហើយចាប់ពីថ្ងៃនេះទៅចេញឲ្យឆ្ងាយពីមុខពីមាត់យើងហារកតែចឹងទេតើអបអរសាទម្ចាស់ប្រព័ន្ធធ្វើបានសម្រេចប្រើត្រឹមដែនខាងវាសុងជួឡើងត្រង់ខ្លួនកង្វើរង្វាន់មានអារម្មណ៍ថាខួរក្បាលត្រូវបានដំឡើងរៀបចំកម្មវិធីសារជាថ្មីឡើងវិញមិនទេ
ភារកិច្ចចុងក្រោយត្រូវប្រឡងឲ្យឈ្នះអ៊ុនស៊ីដណ្ដើមយកលេខ1ប្រចាំថ្នាក់យីដូចជាធ្វើបាបគ្នាពេកហើយឲ្យតែអាចចាត់ការអ៊ុនស៊ីបានទាំងពិន្ទុនិងកិច្ចការឥឡូវនេះគឺនឹងជោគជ័យផែនការយុទ្ធសាស្ត្របណ្ណាល័យសូមចាប់ផ្ដើមជំពូកនេះមានសារៈសំខាន់ណាស់មើលនៅទីនេះតើនាងកំពុងញ័រអ្វីអីយ៉ាមិត្តរួមថ្នាក់អូនពិតជាពូកែមែនលំហាត់នេះខ្ញុំមើលមិនយល់តតែសោះពេលនាទីមុនលំហាត់នេះខ្ញុំឃើញនាងសរសេរចម្លើយត្រឹមត្រូវក្នុងសៀវភៅមិននឹកស្មានថាមិនយល់សោះចឹងខ្ញុំនឹងនិយាយឲ្យស៊ីចម្លើយជាងនេះបន្តិចជួយផងមិនក៏ផែនការវាលោកនេះបញ្ច្រោះទីទៅវិញមិត្តរួចថ្នាក់មូមុខនាងឡើងក្រហមដូចជាមិនធម្មតាទេណាខ្ញុំសូមទៅបន្ទប់ទឹកសិនសុទ្ធតែជាកំហុសរបស់អ៊ុនស៊ីម្នាក់នោះមិនក៏មិនដឹងពីការរក្សាគម្លាតគ្នាអីចឹងពួកជាមនុស្សស្រីដូចគ្នាតែក៏មិនត្រូវនៅចិត្តដល់លំលឹងដែរម្ចាស់ប្រព័ន្ធឆ្មាមើលក្នុងខួរក្បាលរបស់ម្ចាស់ដូចជាពោពេញដោយរូបភាពអាហាភិសូមទទួលស្គាល់ទៅម្ចាស់ឯងបានបាត់បង់សិទ្ធិអីហើយមិនមែនទេគ្រាន់តែមានរូបរាងស្អាតតែអស្ចារ្យណាស់ទៅខ្ញុំមូសៀវចៅមិនមែនជាមនុស្សមានចរិតរកកំភេទទេណាមនុស្សដែលរូបរាងស្អាតមានមួយគុំម្ល៉េះណោះតែរូបរាងស្អាតខ្លាំងចឹងក៏បានខ្ញុំទទួលស្គាល់ថាគេពិតជាស្អាតសង្ហាជាងអ្នកផ្សេងតែខ្ញុំមកទីនេះដើម្បីវាលោកតួឯកស្រីឲ្យគេផុតពីសាច់រឿងនោះមិនមែនមកឲ្យតួឯកស្រីវាលោកទេសូមទោសផងឲ្យនាងចាំយូរហើយលើកក្រោយមិនអាចចឹងបានទៀតឡើយបើខាត់ពេលវេលាទៀតជំពាក់គុណក៏កាន់តែច្រើនវិធីដោះស្រាយដែលខ្ញុំបាននិយាយមិញនេះតើនាងយល់នៅខ្ញុំយល់អស់ហើយដោយសារតែអ៊ុនស៊ីនិយាយបានក្បោះក្បាយល្អសូម្បីតែមនុស្សងងដូចជាខ្ញុំក៏អាចរៀនចេះបានចឹងខ្ញុំត្រូវទាំងអស់ហើយមែនទេចម្លើយគឺត្រឹមត្រូវប៉ុន្តែនោះមិនមែនជាអ្វីដែលខ្ញុំទើបតែនិយាយទេផ្នែកគំនិតនេះគឺជារបស់នាងខ្លួនឯងមូសៀវចៅការពិតនាងចេះតាំងពីដំបូងហើយអ្វីបានជាមកលេងសើចនឹងខ្ញុំមិនមែនទេស្ដាប់ខ្ញុំពន្យល់សិនព្រោះខ្ញុំចង់ជួបនាងជាធម្មតានាងដើរលឿនណាស់បើខ្ញុំមិនធ្វើពុតជាមិនដឹងទេតើអាចនៅចិត្តនាងបានយ៉ាងម៉េចទៅខ្ញុំគ្រាន់តែចង់ខ្លាចជាមិត្តល្អរបស់នាងសុំទោសបើខ្ញុំអត់ទោសឲ្យនាងតើនាងនឹងធ្វើអ្វីបានទាំងអស់មែនទេនេះជាលើកទី2ហើយមិត្តរួមថ្នាក់មូត្រូវនិយាយម៉ាត់ណាម៉ាត់នឹងណាអ្នកនាងហើយអ្វីបានជាអ្នកនាងចំណាយកម្លាំងចិត្តច្រើនទៅលើស្រីម្នាក់នោះពីព្រោះគេពុំមែនជាមូសៀវចៅកាលពីមុនទៀតទេខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ចំពោះរបស់លេងថ្មីនេះខ្ញុំអាចធ្វើវាដោយខ្លួនឯងបានមែនគិតថាខ្ញុំកំពុងជ្រៀតជ្រែកឬអត់ទេខ្ញុំគ្រាន់តែខ្ញុំមានអារម្មណ៍ថារស់អ៊ីចិត្តតែចឹងក៏អង្គុយឲ្យស្ងៀមមកកុំរើខាងក្រៅមេឃភ្លៀងខ្លាំងណាស់នេះជាសម្លៀកបំពាក់ត្រៀមទុកថ្មីទាំងអស់មិនដែលពាក់ទេតូវីចោះអរគុណគ្រាន់តែខ្ញុំមានអារម្មណ៍ថាអៀនសុទ្ធតែជាមនុស្សស្រីដូចគ្នាតើខ្មាស់អៀនអ្វីទៅខ្ញុំមិនមើលទេនាងប្រញាប់ឡើងខ្ញុំនៅយាមមាត់ទ្វារហេតុអ្វីក៏មុខក្រហមលេះត្រូវភ្លៀងគ្រុនក្តៅទេដឹងគ្មានទេខ្ញុំមានអីណាមែនឬកម្ដៅធម្មតាទេតើមើលទៅមូសៀវចៅគឺអៀនដោយខ្លួនឯងហើយតែខ្ញុំមិនមានទេប្រកាសជានាងមើលច្រឡំមិនក៏នាងព្យាយាមគេគ្មានគ្រុនក្តៅតែពេលនៅជាមួយខ្ញុំបែរជាមុខឡើងក្រហមចឹងមានន័យថាមិត្តរួមថ្នាក់មូពេលដែលនៅក្បែរមនុស្សស្រីដូចគ្នាងាយនឹងខ្មាស់អៀនបែបនេះហើយប្រសិនបើខ្ញុំប្រាប់មិត្តរបស់នាងឬក៏ជួយយាយថាមិត្តរួមថ្នាក់មូរបស់យើងគ្រាន់តែមានស្រីប៉ះថ្ងាសតែបន្តិចក៏អៀនមុខឡើងក្រហមញ៉ាំតើពួកគេនឹងមើលមកនាងជាមនុស្សបែបម៉េចកុំអីនិយាយឲ្យឬតិចមកស្ដាប់មិនច្បាស់ទេមិត្តរួមថ្នាក់អូនកុំប្រាប់ពួកគេអីណាមិនឲ្យខ្ញុំនិយាយគួរតែធ្វើយ៉ាងណាទៅមនុស្សខ្ញុំទូស្អប់រឿងរញ៉ៃញ៉ៃតែក៏មិនមែនជាមនុស្សមិនយល់កាលៈទេសៈដែរបែបនេះល្អជាងនាងជំពាក់គុណខ្ញុំមួយទៀតរឿងមួយនេះទុកថាជារឿងសម្ងាត់រវាងយើងទាំងពីរទៅចុះមិត្តរួមថ្នាក់មូនាងក៏មិនចង់ឲ្យពួកគេដឹងដែរតើមែនទេ
ក៏បានខ្ញុំនឹងយល់ព្រមអូខេព្រមព្រៀងគ្នាតាមនឹងចុះពេលនេះខ្ញុំចង់ប្រើប្រាស់ការជំពាក់គុណម្ដងមិត្តរួមថ្នាក់មូចុងសប្តាហ៍នេះតោះទៅលេងសួនកំសាន្តជាមួយគ្នាសួនកំសាន្តនៅតែភ្លៀងនៅខាងក្រៅការព្យាករណ៍អាកាសធាតុបាននិយាយថាបន្តិចទៀតនឹងរងហើយម្យ៉ាងភ្លើងពណ៌ពេលរាត្រីរឹតតែស្អាតទៀតកុំគិតច្រើនអីខ្ញុំគ្រាន់តែច្រឡោចដៃទិញសម្បត្តិលើសពីមិនចង់ទុកវាចោលប៉ុណ្ណោះមិត្តរួមថ្នាក់មូនេះកំពុងគិតអីហ្នឹងគ្មានអ្វីទេរឿងមិត្តរបស់នាងនោះនិយាយចឹងមិត្តក្នុងបន្ទប់ស្នាក់នៅរបស់នាងមានគម្រោងដើរលេងនៅថ្ងៃនេះដែរមែនទេកាលពីថ្ងៃសុក្រនោះខ្ញុំបានឮដោយចៃដន្យតែចុងក្រោយក៏រំសាយវិញឥឡូវមានរឿងចឹងកើតឡើងមើលទៅពួកគេគឺលេងចង់ឃើញមុខខ្ញុំហើយមិត្តរួមថ្នាក់មូកំពុងតែបាក់ទឹកចិត្តឬទៅជាមួយខ្ញុំទៅថាមិនត្រូវអាចសប្បាយជាងទៅជាមួយមិត្តរបស់នាងក៏អាចថាបានតើនាងគិតចឹងដែរទេខ្ញុំក៏មិនដឹងដែរវាមិនសំខាន់ទេបន្តិចទៀតនាងនឹងដឹងថ្ងៃនេះអូនស៊ីដូចជាខុសធម្មតាពេកហើយឬមួយក៏គេគិតចង់ធ្វើបាបខ្លួនទៀតម្ចាស់ប្រព័ន្ធមានដំណឹងល្អឆ្មាទីបំផុតបានរកឃើញភារកិច្ចថ្មីហើយតើជាភារកិច្ចអ្វីទៅលក្ខខណ្ឌភារកិច្ចគឺស្ថិតនៅលើឡានក្រុងនេះសូមសរសើរតួឯកស្រីឲ្យបាន5ម៉ាត់ពេលដែលជោគជ័យនឹងមានឱកាសបង្វិលរង្វាន់មួយដងតើគូចាប់ផ្ដើមសរសើរយ៉ាងម៉េចទៅខ្លួនមិនសូវពូកែខាងទំនាក់ទំនងផងត្រូវក្តោបក្តាប់ឱកាសឲ្យបានម្ចាស់ប្រព័ន្ធភារកិច្ចតម្រូវឲ្យតែនៅក្នុងឡាននេះប៉ុណ្ណោះបើចុះពីឡានក្រុងទៅគឺចាត់ទុកថាអាសាបងខ្ញុំដឹងឯងទុកពេលឲ្យខ្ញុំគិតសិនមិត្តរួមថ្នាក់មូនាងកំពុងតែអ៊ូរងើអំពីអ្វីយើងជិតដល់ចំណតឡានក្រុងហើយកុំភ្លេចរំលឹកខ្ញុំចុះពីឡានផងណាចាស់ដឹងហើយអូនស៊ីថ្ងៃនេះនាងស្លៀកសម្លៀកបំពាក់ស្អាតណាស់មែនឬអរគុណប៉ុន្តែសម្លៀកបំពាក់ក៏ត្រូវពឹងលើមនុស្សដែរនិយាយឲ្យត្រង់ទៅខ្ញុំតែងតែគិតថាអូនស៊ីជាស្រីដែលមានសម្រស់ស្អាតណាស់បន្តទៀតសំឡេងក៏ពីរោះនៅមានថ្ងៃនេះមិត្តរួមថ្នាក់មូដូចជាពូកែនិយាយមែនគ្រាន់តែពាក្យអំបាញ់មិញដូចជាមិនសូវមានពាក្យពិតនោះទេនាងដើម្បីតែចង់ទទួលបានការអត់ទោសពីខ្ញុំក៏ខំប្រឹងខ្លាំងដល់ថ្នាក់នេះតើខ្ញុំគួរនិយាយពាក្យអរគុណដែរទេខ្ញុំគ្រាន់តែគិតថានាងជាមនុស្សល្អចង់ឲ្យនាងបានដឹងតែប៉ុណ្ណោះបើអញ្ចឹងមែនខ្ញុំពិតជារំភើបចិត្តគូពីការស្មានហើយចំណតខាងមុខគឺស្ថានីយ៍សួនកំសាន្តតោះទៅមិត្តរួមថ្នាក់មូថ្លៃសម្បត្តិចាំខ្ញុំបាញ់លុយឲ្យវិញនាងគិតថាខ្ញុំគ្មានលុយឬទេគ្មានទេមិត្តរួមថ្នាក់មូតើគិតចង់លេងអ្វីមុនទៅខ្ញុំអីក៏បានដែរស្រេចតែនាងចឹងទៅជីកកែវកាហ្វេមុនចុះបន្ថយល្បឿនតិចទៅខ្ញុំចង់ពលនាងកុំខ្លាចខ្ញុំនៅទីនេះហើយតោះពួកយើងដូរទៅលេងអីផ្សេងទៀតចានកាហ្វេបង្វិលឡើងខ្ញុំវិលមុខហើយក៏បានតើលេងអ្វីបន្តទៀតផ្ទះខ្មោចលងអូខេភារកិច្ចធ្វើឲ្យភ័យរន្ធត់រំជួលចិត្តអីនឹងមានមួយសពសូមជូនពរឲ្យអ្នកទាំងពីរកំសាន្តដោយរីករាយណាស់ដំណើរផ្សងព្រេងសូមចាប់ផ្ដើមចាអូនស៊ីតោះទៅមិនអីទេយ៉ាងណាខ្ញុំក៏មិនខ្លាចរបស់ទាំងនេះដែរអូនស៊ីប្រសិនបើនាងខ្លាចខ្ញុំនឹងនៅក្បែរចាំការពារនាងរហូតសុទ្ធតែរបស់คล้ายសុទ្ធតែរបស់คล้ายសុទ្ធតែជារបស់คล้ายហ្នឹងអរគុណសូមមកតាមនេះនិយាយអំពីមិត្តរួមបន្ទប់នាងពួកគេដឹងរឿងរ៉ាវពីមុនរបស់នាងដោយរបៀបណាតាមពិតទៅពីមុនខ្ញុំធ្លាប់ជួបធានជឺនៅមុខបន្ទប់ចឹងមែនធានជឺបើគេជាអ្នកបង្ហោះវីដេអូនេះគោលដៅគេប្រហែលជាដើម្បីឲ្យមិត្តទាំងអស់នៅឲ្យឆ្ងាយពីខ្ញុំក៏មិនសូវប្រកបចិត្តដែរប៉ុន្តែមួយរយៈនេះគេមានសកម្មភាពប្លែកៗណាស់ចឹងបានន័យថាឥឡូវនេះនាងត្រូវបានពួកគេចាត់ទុកជាស្ត្រូវហើយមែនចុះនាងមានគម្រោងចង់ធ្វើអ្វីបន្តខ្ញុំក៏មិនដឹងដែរខ្ញុំជួយរំលឹកនាងមួយម៉ាត់
វីដេអូទាំងនោះមានផលប៉ះពាល់ខ្លាំងណាស់ចំពោះនាងលទ្ធផលត្រូវដេញចេញពីសាលាឬក៏ព្យួរការសិក្សាតាមពិតទៅនាងមិនចាំបាច់បង្ខំខ្លួនឯងទេបើខ្ញុំមិនត្រឡប់ទៅបន្ទប់ស្នាក់នៅតើឲ្យខ្ញុំទៅណានាងមកស្នាក់នៅផ្ទះខ្ញុំមកតែខ្ញុំដូចជាមិនបានយកសម្លៀកបំពាក់មកទេពាក់របស់ខ្ញុំក៏បានទាំងអស់គ្នាមានរឿងដ៏គួរឲ្យស្ដាយមួយចង់ប្រាប់ដល់គ្នាយើងដោយសារវីដេអូរឿងនេះអស់ភាគត្រឹមហ្នឹងអ្នកផលិតគេលែងធ្វើបន្តដូច្នេះមានតែបញ្ចប់ត្រឹមនេះជួបគ្នានៅរឿងថ្មីៗបន្តទៀតសូមជួយ follow page Telegram ឬ YouTube ម្នាក់មួយ admin សន្យាថារឿងដែលផុសនឹងគ្នាឲ្យចប់គ្មានចន្លោះសូមអរគុណ